ចាសួស្តីបងប្អូនថ្ងៃហ្នឹងនាំបងប្អូនមកហៀទឹកមាត់ដែរបងប្អូនហើយនិយាយរួមទៅថ្ងៃហ្នឹងខ្ញុំមកចែកវិធីសាស្ត្រលាយអំបិលបែបណាឲ្យវាមានរសជាតិឆ្ងាញ់ហើយទៅលើការហឹលបងប្អូនចូលចិត្តហឹលដាក់ច្រើនទៅណាម្ទេសតែបើសិនជាបងប្អូនចូលចិត្តហឹលទេដូចខ្ញុំដាក់តែល្មមមកយើងអាចញ៉ាំបានទៅបានហើយទៅលើគ្រឿងផ្សំដំបូងខ្ញុំប្រើស្ករ230ក្រាមហើយអំបិលម្សៅស៊ុបរ៉ូឌីហ្នឹងណា80បងប្អូន80ក្រាមហើយទៅលើអំបិល80ក្រាមដូចគ្នាអំបិល80ក្រាមហើយនឹងម្ទេសតាមចំណង់ចំណូលចិត្តបងប្អូនដាក់ច្រើនចូលចិត្តហឹលដាក់ច្រើនទៅហើយបើខ្ញុំដាក់តែប៉ុណ្្នឹងទេដោយសារតយើងមានកូនក្មេងញ៉ាំដែរហើយម្ទេសហ្នឹងប្រហែលជា20គ្រាប់អីតែម្ទេសនឹងអត់ហឹលទេបងប្អូនហើយខ្ញុំដាក់បុកយកប៊ីចេងហ្នឹងកន្លះស្លាបព្រាបងប្អូនបុកតែកន្លះស្លាបព្រាចូលហើយអត់ដាក់ច្រើនទេហើយយើងបុកវារៀងម៉ត់ល្មមហើយកុំម៉ត់ពេកយើងយកវាមកច្របាច់លាយគ្នាហើយបើសិនជាដូចខ្ញុំបញ្ជាក់អញ្ចឹងបងប្អូនចូលចិត្តហឹលដាក់ម្ទេសឲ្យច្រើនទៅណាហើយបើសិនអត់ចូលចិត្តហឹលទេដាក់ល្មមទៅបានហើយថ្ងៃហ្នឹងខ្ញុំលាយវាញ៉ាំមួយម្កាក់បងប្អូនគ្រាន់តែបញ្ចូលសលេងហ្នឹងខ្ញុំក៏លេបទឹកមាត់ម្ដងទៀតដែរបងប្អូនហើយថ្ងៃហ្នឹងខ្ញុំហូបមួយម្កាក់ហើយទៅលើអំបិលហ្នឹងបងប្អូនអើយទុកយូរវារៀងចេញទឹកមកទុកយូររៀងចេញទឹកមកអាហ្នឹងអត់អីទេបងប្អូនយើងអាចនៅហូបបានអញ្ចឹងពេលវាចេញទឹកបន្តិចវាកាន់តែមានរសជាតិឆ្ងាញ់បងប្អូនវាតែងហើយបងប្អូនអាចយកទៅហូបជាមួយម្ជូរបានគ្រប់មុខចាបងប្អូនវីដេអូធ្វើអំបិលរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនចូលចិត្តវីដេអូនេះសូមជួយ like និង comment ខាងក្រោមផងឬ share វីដេអូនេះទៅបងប្អូនយើងបន្តទៀតដើម្បីគាត់ដឹងហើយនឹងចេះធ្វើអំបិលនឹងទាំងអស់គ្នាផងដែរអរគុណច្រើនបងប្អូន